នៅទីបំផុតប៉ះគ្នាហើយបងប្អូនគូព្រេងមិនប្រត់នោះទេពេជ្រអាទិទេពសងសឹកជាមួយនឹងកីឡាករហាន់2នៅក្នុងព្រឹត្តិការណ៍ត្រៀមតើត្រជាក់ភ្នែកហើយសប្បាសហូរកញ្ជ្រៀវទៅសម្រាប់បងប្អូនមហាជនហ្វេនអ្នកគាំទ្រគុណខ្មែរជាមួយនឹងផ្ទាំងទស្សនីយភាពในការដែលរៀបចំការប្រកួតដ៏អស្ចារ្យនិងធំសម្បើមចំពោះពាក់កណ្ដាលឆ្នាំ2025នោះគឺព្រឹត្តិការណ៍ Extreme Power Boom ពីខាងស្ថានីយទូរទស្សន៍ហងមាសសហការជាមួយនឹងទឹកពិសាកម្ពុជាអញ្ចឹងកម្មវិធីនីតិសោតគឺពិតជាស័ក្តិសមជាមួយនឹងឈ្មោះមែនតើបងប្អូន Extreme Power Boom គឺដឹងតែ boom ហើយបើនិយាយអំពីបែកភាពបើសម្បត្តិក្របីព្រៃមុខដៃគុណខ្មែរត្រូវប៉ះដល់ប្រកួតជាមួយនឹងកីឡាករសុកធីមនុស្សឈើគុណខ្មែរការប្រកួតក្នុងប្រភេទទម្ងន់60គីឡូក្រាមដែលខាង Extreme ក៏បានដាក់ខ្សែក្រវ៉ាត់ Super Diamond មួយខ្សែឲ្យពួកគាត់ប្រកួតដណ្ដើមជាពិសេសផងដែរឲ្យស័ក្តិសមជាមួយនឹងតំណែងនៃគេហៅថា Superstar លំដាប់ជួរមុខក្នុងប្រភេទទម្ងន់60គីឡូក្រាមអមជាមួយនឹងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ហើយចំពោះមួយគូទៀតបងប្អូននោះគឺជើងល្វីនាគគ្រាចតុមុខគុណខ្មែរត្រូវប៉ះជាមួយនឹងនាគខ្មៅមកពីខាងបារាំងហើយជើងល្វីមានតួនាទីការពារខ្សែក្រវ៉ាត់មាស Extreme របស់ខ្លួនក្នុងប្រភេទទម្ងន់72គីឡូក្រាមហើយយើងចាំមើលថាតើជើងល្វីគាត់នឹងអាចធ្វើបានល្អដល់កម្រិតណាសម្រាប់ការដែលប្រកួតការពារខ្សែក្រវ៉ាត់មាសរបស់ខ្លួននឹងឯងហើយចំពោះគូទី3អាចនិយាយខ្លីថាក្មេងបាននឹងកំពុងតែឡើងជើងប៉ះជាមួយនឹងអ្នកស្អាតដូចគ្នាបងប្អូននោះគឺវត្តមានកីឡាករពេជ្រសង្ហៈគ្រូតូចកូនសិស្សរបស់លោកគ្រូឆ្នើមជាមួយនឹងកីឡាករឌីមសារ៉ុមយ៉ាងឌីមសារ៉ុមបងប្អូនបានដឹងហើយជាប្រភេទកីឡាដែលល្អតាក់ទងជាមួយនឹងការគេចលឿនសងលឿនអាវុធធ្ងន់ហើយជំនាញរបស់គាត់អាចនិយាយខ្លីថាសកលបងប្អូនយើងឃើញចង្វាក់របស់គាត់ហើយចំពោះកីឡាករពេជ្រសង្ហៈក៏គាត់បាននឹងកំពុងតែល្អឡើងជើងខ្លាំងដូចគ្នាជាពិសេសការប្រកួតនឹងគឺលេងមួយជួរខ្លួនតែម្ដងបែបលក្ខណៈកង់ចេញមករៀមហើយវាយ5ទឹកទៅទៀតចាំមើលថាតើនរណានឹងក្លាយទៅជាម្ចាស់ពានសម្រាប់ការដែលរៀបចំជាពិសេសពីខាង Extreme ចំពោះពួកគាត់ទាំងពីរថ្ងៃ28មិថុនាឆ្នាំ2025យ៉ាងណាមិញអ្វីដែលបងប្អូនមហាជនហ្វេនអ្នកគាំទ្រគុណខ្មែរចង់ឃើញនោះគឺការប៉ះគ្នាជាលើកទី2រវាងកីឡាករពេជ្រអាទិទេពនិងកីឡាករហាន់2ដែលអ្នកទាំងពីរធ្លាប់ប៉ះគ្នាមួយលើកកាលនោះនៅក្នុងព្រឹត្តិការណ៍ Foreman Tournament នៅខាងហងមារៀបចំឲ្យពួកគាត់ត្រូវប្រកួតដណ្ដើមខ្សែក្រវ៉ាត់មួយខ្សែផងដែរប៉ុន្តែយើងឃើញជាក់ស្ដែងហើយបន្ទាប់ពីចូលមួយដៃនៅទឹកមួយត្រូវបានអាជ្ញាកណ្ដាលរាប់ទៅលើកីឡាករពេជ្រអាទិទេពនិងពេជ្រអាទិទេពនៅពេលដែលក្រោកឡើងគាត់ព្យាយាមដេញតាមប្រមាញ់វាយសន្ធាប់ទៅលើកីឡាករហាន់2ដែរប៉ុន្តែអត់អាចវាយឲ្យហាន់2ឬក៏អត់អាចវាយឲ្យហាន់2រាប់ឬក៏បោះបង់ការប្រកួតបាននោះទេអញ្ចឹងលទ្ធផលបើកាលណាក្នុងលក្ខខណ្ឌវាយ3ទឹកគេបានវាយយើងរាប់ហើយយើងអាចវាយគេឲ្យរាប់ឬក៏ឲ្យបោះបង់ការប្រកួតនោះពិតប្រាកដណាស់បងប្អូននឹងចាញ់ពិន្ទុគេហើយទន្ទឹមនឹងនេះសម្រាប់ fan ក៏ដូចជាពេជ្រអាទិទេពផ្ទាល់គឺអត់ទាន់អស់ចិត្តឥឡូវខាងហងមាសនឹងរៀបចំឲ្យអស់ចិត្តហើយបងប្អូនអញ្ចឹងពួកគាត់ទាំងពីរនឹងត្រូវតទល់គ្នានៅព្រឹត្តិការណ៍ Extreme Power Boom ថ្ងៃ28មិថុនាឆ្នាំ2025ខាងមុខដូចគ្នាហើយថាតើបងប្អូនគិតថាពេជ្រអាទិទេពនឹងអាចសងសឹកកីឡាករហាន់2ដែលជាដៃគូចាស់របស់ខ្លួនបានដែរឬក៏អត់គណៈពេជ្រអាទិទេពយើងឃើញហើយមួយរយៈចុងក្រោយមកនេះបើយើងនិយាយអំពីភាពជោគជ័យនៅក្នុងអាជីពរបស់ខ្លួនគឺជោគជ័យខ្លាំងមែនតើបងប្អូនទើបតែយកខ្សែក្រវ៉ាត់ពីក្រៅប្រទេសមកកាន់ក្លឹបទើបតែឈ្នះខ្សែក្រវ៉ាត់ IPC គុណខ្មែរដែលថោនបានរៀបចំជំរុះគឺបែកភាពច្រើនរូបខ្លាំងមែនតើអញ្ចឹងគាត់ខ្លាយទៅជាម្ចាស់ជើងឯកគ្រឿងខ្សែក្រវ៉ាត់ IPC គុណខ្មែរអមជាមួយនឹងទឹកប្រាក់រហូតដល់ទៅជាង50លានផងដែរបងប្អូនដែលរួមទាំងទឹកប្រាក់ឧបត្ថម្ភបងប្អូនហើយតម្លៃខ្សែក្រវ៉ាត់ហ្នឹងគឺ48លានហើយទើបតែថ្មីបងប្អូនថ្ងៃ14មិថុនាឆ្នាំ2025
ការប្រកួតវគ្គផ្ដាច់ប្រវត្តិដណ្ដើមខ្សែក្រវ៉ាត់អូនអ្នកចម្បាំងគុណខ្មែរគាត់ក៏ខ្លាយទៅជាម្ចាស់ខ្សែក្រវ៉ាត់ទៅទៀតអមជាមួយនឹងទឹកប្រាក់រហូតដល់ទៅ50លានរៀលអញ្ចឹងមិនធម្មតានោះទេបងប្អូនសម្រាប់កីឡាករពេជ្រអាទិទេពយើងឃើញហើយរយៈពេលត្រឹមតែប្រហែលខែអត់ដល់1ឆ្នាំនោះទេគាត់ក្តោបបានខ្សែក្រវ៉ាត់3ខ្សែអមជាមួយនឹងទឹកប្រាក់រហូតដល់ទៅជាង$20000ឯណោះហើយយ៉ាងណាមិញអ្វីដែលជាការខិតខំប្រឹងប្រែងអ្វីដែលជាការដែលគាត់បានបំពេញនៅតួនាទីក្នុងនាមគាត់ជាអ្នកប្រដាល់គោរពវិន័យឲ្យតម្លៃទៅលើពេលវេលាគោរពគ្រូហើយសមិទ្ធផលក៏ទទួលបានទៅតាមនឹងដែរដូច្នេះចំពោះ admin ក៏មានតែប៉ុណ្ណឹងហើយបងប្អូនយល់យ៉ាងណាសម្រាប់ការដែលប៉ះរវាងកីឡាករពេជ្រអាទិទេពនិងហាន់2ជាលើកទី2បងប្អូនគិតថាភាគរយនឹងទៅខាងណា